រៀបសួរអ្នកខ្ញុំឈ្មោះឆនរ៉ាដាជាអ្នកចិត្តសាស្ត្រជាន់ខ្ពស់ពីសម្បុកចិត្តសាស្ត្រថ្ងៃនេះអ្នកខ្ញុំចូលរួមនៅក្នុងកម្មវិធីកន្លឹះចិញ្ចឹមកូនក្រោមប្រធានបទការចិញ្ចឹមកូនដោយមានការគិតគូរពីបញ្ហា gender អ្នកខ្ញុំនឹងចូលរួមធ្វើការឆ្លើយសំណួរ7សំណួរពីពុកម៉ែបងប្អូនរបស់យើងតាក់ទងជាមួយនឹងការចិញ្ចឹមកូនសូមមើលសំណួរទី1ទាំងអស់គ្នាការចិញ្ចឹមកូនគិតគូរពីបញ្ហា gender ហ្នឹងដែលរបៀបម៉េចអញ្ចឹងតាក់ទងជាមួយនឹងការចិញ្ចឹមកូនដែលមានការគិតគូរអំពី gender គឺវាមានន័យថាជាវិធីសាស្ត្រក្នុងការចិញ្ចឹមបីបាច់កូនដែលផ្ដល់ឱកាសឲ្យកូនក្នុងការស្វែងយល់អំពីអត្តសញ្ញាណនិង gender របស់គាត់ដោយគ្មានការដាក់ដែនកំណត់អំពីការរំពឹងទុកពីសង្គមតាក់ទងជាមួយនឹងការចិញ្ចឹមបីបាច់កូនបែបវិជ្ជមានក៏វាចូលរួមផ្សំនៅក្នុងនឹងដែរគឺជាការចិញ្ចឹមបីបាច់ដែលយើងផ្ដល់ឱកាសការលើកទឹកចិត្តការគាំទ្រទៅឲ្យកូនដើម្បីឲ្យគាត់ស្វែងយល់អំពីខ្លួនឯងអំពីភាពខ្លាំងភាពខ្សោយរបស់គាត់ហើយនឹងមានការផ្ដល់នៅអារម្មណ៍សុវត្ថិភាពក្នុងការចែករំលែកឬពិភាក្សាជាមួយឪពុកនិងអាណាព្យាបាលរបស់គាត់ផងដែរចឹងយើងទាំងអស់គ្នានឹងទៅមើលសំណួរទី2មានការយល់ច្រឡំនឹងយល់ខុសមួយចំនួនដែលគិតថាការចិញ្ចឹមបីបាច់កូនដោយគិតគូរពីបញ្ហា gender តើបងគិតថាវាមានចំណុចខុសឬក៏យល់ច្រឡំបែបណាខ្លះដែរបងបើតាមបទពិសោធន៍របស់ខ្ញុំភាគច្រើនគឺអាណាព្យាបាលអ្នកថែទាំកុមារគាត់តែងតែមានអារម្មណ៍ថាការចិញ្ចឹមបីបាច់ដោយមានការគិតគូរពី gender គឺធ្វើឲ្យក្មេងមានការយល់ច្រឡំឬក៏យើងបដិសេធមិនឲ្យគាត់ទទួលយកនៅភេទពីកំណើតរបស់គាត់តែតាមពិតទៅវាមិនមែនជារឿងមួយដែលត្រឹមត្រូវនោះទេគោលបំណងនៃការចិញ្ចឹមបីបាច់កូនដោយគិតគូរពី gender គឺចង់ឲ្យកូនគាត់មានឱកាសក្នុងការរកអត្តសញ្ញាណភេទហើយនឹង gender របស់គាត់ដោយអត់មានការកំណត់អញ្ចឹងភាគច្រើនបទពិសោធន៍មានន័យថាពេលដែលកូនកើតមកថាប្រុសយើងគិតថាគាត់កូនប្រុសគាត់ត្រូវធ្វើអីអាហ្នឹងគឺជាការចិញ្ចឹមបីបាច់ដោយមិនបានគិតគូរពី gender គឺយើងជាអ្នកដែលប្រាប់គាត់ថាគាត់ត្រូវធ្វើអីតែម្ដងអញ្ចឹងតាក់ទងជាមួយនឹងការចិញ្ចឹមបីបាច់បែប gender គឺយើងចង់ផ្ដល់ឱកាសឲ្យកូនទោះបីជាគាត់កើតមកថាគាត់ប្រុសឬក៏ស្រីតែយើងចង់ឲ្យគាត់មានឱកាសក្នុងការស្វែងយល់អំពីអត្តសញ្ញាណរបស់គាត់និងសក្តានុពលរបស់គាត់នៅក្នុងអត្តសញ្ញាណមួយអញ្ចឹងសូមស្ដាប់នៅសំណួរទី3ទាំងអស់គ្នាតើមានផលប៉ះពាល់អីខ្លះចំពោះការចិញ្ចឹមកូនដែលគិតពីការរំពឹងទុករបស់សង្គមទៅលើភេទរបស់កុមារបើតាមបទពិសោធន៍របស់ខ្ញុំបើសិនជាយើងចិញ្ចឹមបីបាច់កូនតាមរយៈការរំពឹងទុកឬក៏ជំនឿរបស់សង្គមទៅលើភេទរបស់កុមារនៅពេលដែលគាត់កើតមកគឺវាធ្វើឲ្យមានការបាត់បង់នៅសក្តានុពលរបស់ក្មេងមួយដោយសារតែក្មេងម្នាក់មានភាពខ្លាំងនិងភាពប៉ិនប្រសប់របស់គាត់រៀងៗខ្លួនឧទាហរណ៍ថាកូនស្រីនេះគឺគាត់តាមពិតគាត់ចង់រៀនខាងផ្នែកវិស្វករប៉ុន្តែនៅក្នុងសង្គមយើងគិតថាមុខវិជ្ជានឹងគឺជាមុខវិជ្ជាមួយសម្រាប់តែកូនប្រុសទេអញ្ចឹងគាត់នឹងបដិសេធកូនស្រីមិនឲ្យទៅរៀននៅមុខវិជ្ជាអស់ហ្នឹងអញ្ចឹងតាមពិតទៅបើយើងគិតពីសក្តានុពលឬក៏ភាពប៉ិនប្រសប់របស់គាត់អាចនឹងប្រកែខាងផ្នែកវិស្វករទៅវិញទេហើយខាងកូនប្រុសពេលខ្លះគាត់ចង់រៀនខាងផ្នែកគណនេយ្យប៉ុន្តែដោយសារតែសង្គមយើងថាគណនេយ្យគឺសម្រាប់ក្មេងស្រីអញ្ចឹងធ្វើឲ្យគាត់អត់បានមានឱកាសធ្វើអ្វីដែលគាត់ចង់បានហើយបើសិនជាយើងគិតគូរពីបញ្ហា gender យើងអាចនឹងអនុញ្ញាតឲ្យពួកគាត់ទៅរៀននៅមុខវិជ្ជាទាំងអស់ហ្នឹងហើយគាត់អាចនឹងពេញចិត្តនឹងមុខវិជ្ជាដែលគាត់ជ្រើសហើយសមត្ថភាពគាត់ក្នុងការបំពេញវាគាត់អាចនឹងប្រសើរដែរពេលខ្លះយើងរំពឹងកូនយើងណាយើងប្រាប់កូនយើងថាគាត់គួរធ្វើនេះគួរធ្វើនោះហ្នឹងក៏ជាផ្នែកមួយអាចនឹងជាគេហៅការដែលយើងអត់បានគិតគូរពីបញ្ហា gender ដែរឧទាហរណ៍ថាកូនប្រុសធ្វើលេងឡានបើសិនជាគាត់ចង់លេងលុកបៃឡឬក៏លក់ធ្វើម្ហូបដាំបាយធ្វើម្ហូបអីផ្សេងយើងគិតថានឹងការលេងបែបហ្នឹងគឺសម្រាប់ការលេងសម្រាប់ក្មេងស្រីទេកូនស្រីគាត់អាចនឹងចង់លេងដូចជាកីឡាលេងបាល់លេងអីចឹងទៅតែសម្រាប់ឪពុកម្ដាយអាចនឹងគិតថាអូការលេងបែបហ្នឹងមិនមែនជាការលេងរបស់ក្មេងស្រីទេគួរក្មេងប្រុសវិញអញ្ចឹងបើតាមបទពិសោធន៍ខ្ញុំផ្ទាល់ខ្លួនហ្មងពេលខ្ញុំនៅក្មេងគឺខ្ញុំចូលចិត្តលេងកីឡាបងប្អូនសាច់ញាតិគាត់ថាឯងស្រីឲ្យលេងកីឡាមិនហើយពេលមួយទៀតគឺខ្ញុំនៅសាលារៀនណាខ្ញុំចង់ចុះឈ្មោះចូលរៀនលេងកីឡាជាក្រុមណាហើយគ្រូក៏ប្រាប់ដែរដោយសារខ្ញុំស្រីក៏អត់ឲ្យខ្ញុំលេងទេអញ្ចឹងមានន័យថាមកដល់ពេលនេះខ្ញុំមានអារម្មណ៍ថាខ្ញុំសោកស្ដាយព្រោះដោយសារតែខ្ញុំពិតជាចង់លេងហើយបើសិនជាខ្ញុំមានការគាំទ្រការផ្ដល់ឱកាសការលើកទឹកចិត្តហើយនឹងការបង្ហាត់បង្រៀនខ្ញុំអាចនឹងមានសមត្ថភាពក្នុងការលេងកីឡាបានច្រើន
អញ្ចឹងសំណួរទី3មានប៉ុណ្ណេះអញ្ចឹងយើងស្ដាប់សំណួរទី4ម្ដង ចឹងចង់សួរបងតើខ្ញុំត្រូវចាប់ផ្ដើមពីចំណុចណាដើម្បីចិញ្ចឹមកូនហ្នឹងបែបមានការគិតគូរពី gender ខ្ញុំគិតថាចំណុចចាប់ផ្ដើមដំបូងគឺយើងចាប់ផ្ដើមធ្វើការកត់សម្គាល់ទៅលើខ្លួនឯងវិញដោយសារតែយើងជាអាណាព្យាបាលយើងអាចជាអ្នកដែលធំធាត់លូតលាស់ដោយត្រូវបានការចិញ្ចឹមបីបាច់ពីឪពុកម្ដាយយើងដែលមានការរំពឹងទុកអំពី gender របស់យើងឬក៏ភេទរបស់យើងឧទាហរណ៍ថាឪពុកម្ដាយយើងគាត់អាចនឹងចិញ្ចឹមយើងថាដោយសារយើងកូនស្រីអញ្ចឹងគាត់នឹងចិញ្ចឹមយើងថាយើងកូនស្រីយើងគឺត្រូវតែចេះពីកិច្ចការងារផ្ទះហើយអញ្ចឹងទៅអញ្ចឹងកូនប្រុសប្រហែលជាគាត់អាចធ្លាប់និយាយឬធ្លាប់ប្រាប់យើងមិនថាតែឪពុកម្ដាយយើងពេលខ្លះសង្គមខាងក្រៅក៏អាចនឹងជះឥទ្ធិពលមកលើយើងដែរអញ្ចឹងពេលដែលយើងនៅក្នុងជាអាណាព្យាបាលបច្ចុប្បន្នហើយយើងចង់ឲ្យមានការផ្លាស់ប្ដូរដោយមានការចិញ្ចឹមបីបាច់កូនដែលគិតគូរពី gender គឺយើងត្រូវតែស្វែងយល់អំពីផ្នត់គំនិតនិងជំនឿរបស់យើងមុនសិនហើយបន្ទាប់ពីហ្នឹងគឺយើងធ្វើការទៅលើការឆ្លុះបញ្ចាំងថាតើរបៀបដែលយើងនិយាយរបៀបដែលយើងធ្វើជាមួយកូនហ្នឹងគឺវាមានការគិតគូរពី gender ឬក៏អត់ឬក៏យើងអាចនឹងធ្វើទង្វើឬក៏ការនិយាយរបស់យើងអាចមានបង្កប់នៅអត្ថន័យមួយដែលយើងផ្ដល់ជាគេហៅជំនឿឬក៏ការរំពឹងទុកទៅលើកូនណាខ្ញុំក៏មានកូនដែរខ្ញុំមានកូនប្រុសដល់តែ2ខ្ញុំលើកទឹកចិត្តឲ្យកូនខ្ញុំគាត់យំពេលណាដែលគាត់ខឹងពេលគាត់មិនសប្បាយចិត្តណាហើយពេលដែលអ្នកជុំវិញខ្ញុំដូចជាបងប្អូនសាច់ញាតិអីគេតែងតែគិតថាអូខ្ញុំបង្រៀនកូនធ្វើឲ្យកូននឹងខ្លាចជាមនុស្សខ្លាចគេជាមនុស្សទន់ខ្សោយវាជារឿងមួយដែលខ្ញុំគិតថាវាជារឿងខុសដោយសារតែបើខ្ញុំជាអ្នកឯកទេសខាងផ្នែកចិត្តសាស្ត្រមិនថាក្មេងប្រុសមិនថាក្មេងស្រីទេពួកគាត់គឺមានអារម្មណ៍ហើយការបញ្ចេញអារម្មណ៍ដែលសុវត្ថិភាពនិងមានប្រសិទ្ធភាពគឺគាត់អាចយំបានជាជាងគាត់ប្រើហិង្សាហើយបទពិសោធន៍ខ្ញុំផ្ទាល់ធ្វើការនៅខាងផ្នែកចិត្តសាស្ត្រភាគច្រើនធ្វើការមួយបរិះជាពិសេសបរិះខ្មែរយើងឲ្យតែនិយាយរឿងអារម្មណ៍គឺគាត់ពិបាកតែម្ដងព្រោះដោយសារតែមានការអៀនខ្មាស់ហើយនឹងបារម្ភពីការដែលអ្នកដទៃគិតថាគាត់ជាមនុស្សទន់ខ្សោយអញ្ចឹងណាអញ្ចឹងយើងទៅស្ដាប់សំណួរទី5ទាំងអស់គ្នាបើចិញ្ចឹមកូនចង់គិតពីបញ្ហា gender តើគំរូភាពឬក៏ភាពជាគំរូហ្នឹងវាសំខាន់មិនទៅបងអញ្ចឹងសំណួរនេះគឺជាសំណួរល្អមែនតើដោយសារតែបទពិសោធន៍របស់ខ្ញុំធ្វើការជាមួយកុមារគឺកុមារគាត់រៀនពីអាណាព្យាបាលមនុស្សធំមនុស្សពេញវ័យច្រើនមែនតើយើងនិយាយហើយយើងធ្វើឲ្យគាត់មើលនេះគឺជារបៀបដែលក្មេងរៀនបានប្រសើរមែនតើឪពុកម្ដាយខ្លះគាត់និយាយទៅកាន់កូននេះបទពិសោធន៍ខ្ញុំធ្វើការផ្ទាល់គាត់និយាយទៅកាន់កូនថាប៉ាម៉ាក់ទោះបីជាកូនភេទអីក៏បានដែរម៉ាក់អត់ប្រកាន់ទេប៉ុន្តែទង្វើរបស់គាត់វិញគឺគាត់ចូលចិត្តនិយាយមាក់ងាយឬក៏និយាយមិនល្អពីពេលដែលគាត់ឃើញអ្នកដែលគាត់នៅស្ថិតនៅក្នុងគេហៅភេទចម្រុះណាហើយគាត់តែងបង្អាប់អ្នកទាំងអស់នោះដែលធ្វើឲ្យកូនចាប់ផ្ដើមមើលឃើញថាតាមពិតទៅអ្វីដែលគាត់និយាយនិងទង្វើដែលគាត់ធ្វើគឺខុសគ្នាអញ្ចឹងខ្ញុំចង់ឲ្យឪពុកម្ដាយមិនត្រឹមតែនិយាយទេគឺធ្វើទង្វើមួយដែលបង្ហាញអំពីអ្វីដែលគាត់បង្រៀននិងនិយាយទៅកាន់កូនដែរអញ្ចឹងយើងទាំងអស់គ្នាស្ដាប់នៅសំណួរទី6មានចំណុចទូចំណុចងាយក្នុងការដែលឪពុកម្ដាយនឹងអាចធ្វើបាននៅក្នុងការចិញ្ចឹមកូនដោយគិតពីបញ្ហាដូច gender ភាពសាមញ្ញដែលឪពុកម្ដាយអាចធ្វើជាមួយកូនគឺផ្ដល់ជំរើសនឹងទៅហើយអនុញ្ញាតឲ្យគាត់ធ្វើវាដោយអត់មានការបង្ខាំងឬក៏បង្អាក់គាត់ដោយសារតែការយល់ឃើញការរំពឹងទុករបស់យើងពីបទពិសោធន៍យើងពីសង្គមទេដូចជាការប្រើប្រាស់ពាក្យដូចជាកូនប្រុសកូនស្រីបងប្រុសបងស្រីយើងអាចដូរទៅបងប្អូនយើងអញ្ចឹងណាពេលដែលយើងចង់ឲ្យកូនធ្វើកិច្ចការងារមិនថាកិច្ចការងារផ្ទះឬក៏កិច្ចការងារខាងក្រៅផ្ទះទេខ្ញុំចង់ឲ្យឪពុកម្ដាយចាប់ផ្ដើមនិយាយជាមួយកូនដោយថាការងារទាំងអស់ហ្នឹងគឺសំខាន់វាជាបំណិនជីវិតសម្រាប់កូនដែលកូនត្រូវទៅរៀនជាជាងថាកូនស្រីកូនឯងត្រូវទៅរៀនដោយសារវាជាកូនឯងជាមនុស្សស្រីកូនឯងប្រុសកូនឯងត្រូវតែធ្វើការងារទាំងអស់នោះអញ្ចឹងណាយើងកុំធ្វើការដាក់កំណត់ថាកូនប្រុសត្រូវលេងអីកូនស្រីត្រូវលេងអីអញ្ចឹងឲ្យតែគាត់ចង់លេងអីគឺយើងលើកទឹកចិត្តឲ្យគាត់លេងអញ្ចឹងណាតោះយើងស្ដាប់សំណួរទី7ទាំងអស់គ្នាពេលដែលកូនកើតមកអញ្ចឹងគាត់មានភេទពីកំណើតរបស់គាត់ហើយអញ្ចឹងតើយើងត្រូវធ្វើម៉េចទៅដើម្បីយើងអាចថ្លឹងថ្លែងថាយើងត្រូវទទួលស្គាល់ឬក៏យើងអាច
គោរពទៅតាមអត្តសញ្ញាណ gender របស់ពួកគាត់ហ្នឹងកុំឲ្យមានសម្ពាធដល់គាត់អញ្ចឹងណាឲ្យបានត្រឹមត្រូវអញ្ចឹងណាបង ចាអញ្ចឹងមុននឹងខ្ញុំចាប់ផ្ដើមឆ្លើយសំណួរនេះខ្ញុំចង់បញ្យល់ទៅដល់អាណាព្យាបាលនិងអ្នកថែទាំកុមារឲ្យយល់អំពីភាពខុសគ្នារវាងភេទពីកំណើតហើយនឹងតាក់ទងជាមួយនឹងអត្តសញ្ញាណ gender ហើយនឹងទំនោរនៃការស្រឡាញ់អញ្ចឹងនៅក្នុងនេះយើងមើលឃើញថាបើសិនជាអ្វីដែលភាគច្រើនពេលខ្លះក្មេងគាត់កើតមកពីកំណើតគាត់អាចមានភេទប្រុសភេទស្រីប៉ុន្តែតាក់ទងជាមួយនឹងអត្តសញ្ញាណ gender វាអាចមានច្រើនជាងស្រីឬក៏ប្រុសអញ្ចឹងវាអាចមានគេហៅ gender ចម្រុះទៀតហើយមួយទៀតតាក់ទងនឹងទំនោរការស្រឡាញ់គឺយើងផ្ដោតទៅលើតើគាត់មានអារម្មណ៍ស្រឡាញ់ជាមួយនឹងបុគ្គលណាទៀតអញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងពេលដែលមានរឿងនេះកើតឡើងខ្ញុំចង់ឲ្យអាណាព្យាបាលឲ្យគាត់កុំព្យាយាមមិនទទួលស្គាល់នៅអ្វីដែលពេលដែលកូនគាត់លើកឡើងមកចែករំលែកជាមួយយើងណាជាទូទៅក្មេងគាត់មានអារម្មណ៍សុវត្ថិភាពមួយយើងហើយបានគាត់លើកយកមកចែកចាយខ្ញុំយល់ថាពេលភ្លាមយើងអត់ចង់ឲ្យកូនយើងខុសពីគេទេអញ្ចឹងពេលខ្លះធ្វើឲ្យយើងមានការភ័យខ្លាចហើយយើងបារម្ភពីកូនអនាគតកូនខ្លាចគាត់មានការពិបាកផ្សេងប៉ុន្តែនៅពេលដែលយើងបដិសេធធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ពិបាកគឺធ្វើឲ្យវាប៉ះពាល់ទៅដល់បញ្ហាស្ថានភាពផ្លូវចិត្តរបស់គ្នាអញ្ចឹងភាគច្រើនអ្នកដែលគាត់មានអត្តសញ្ញាណ gender ឬក៏មានទំនោរផ្លូវភេទដែលអាចខុសពីមនុស្សភាគច្រើនគឺចាប់ផ្ដើមធ្វើឲ្យគាត់វិវត្តទៅរកជំងឺថប់អារម្មណ៍ជំងឺធ្លាក់ទឹកចិត្តហើយអាចឈានទៅដល់បញ្ហាធ្ងន់ធ្ងរផ្លូវចិត្តជាច្រើនទៀតយើងអាចនឹងធ្វើរឿងមួយចំនួនដែលយើងគិតថាល្អប៉ុន្តែអាចនឹងប៉ះពាល់កូនក្នុងរយៈពេលវែងព្រោះគោលដៅយើងគឺចង់ឲ្យកូនសប្បាយរីករាយមានសុភមង្គលអញ្ចឹងនៅពេលដែលយើងទទួលយកកូនយើងជាកូនយើងមិនថាប្រុសមិនថាស្រីឬក៏ស្ថិតនៅក្នុងជំរើសនៃចម្រុះ gender ទេគឺមានន័យថាយើងបានបំពេញតួនាទីយើងក្នុងការផ្ដល់ក្តីស្រឡាញ់ការគាំទ្រនិងផ្ដល់សុភមង្គលឲ្យកូនយើងហើយជារួមមកគឺខ្ញុំចង់ផ្ដល់សារទៅអាណាព្យាបាលទាំងអស់គ្នានិងអ្នកថែទាំកុមារចង់ឲ្យអ្នកទាំងអស់គ្នាចងចាំថាកុមារគ្រប់រូបស្ថិតតែមានលក្ខណៈពិសេសមិនថាគាត់ជាមនុស្សស្រីមនុស្សប្រុសស្ថិតនៅក្នុង gender ចម្រុះឬក៏ក្នុងគាត់មានពិការភាពនោះទេគឺគាត់តែងតែមានលក្ខណៈពិសេសនិងបុគ្គលិកលក្ខណៈខុសៗគ្នាហើយអ្វីដែលខ្ញុំស្នើសុំទៅឲ្យអាណាព្យាបាលគឺស្រឡាញ់គាត់ជាគាត់គាំទ្រគាត់លើកទឹកចិត្តគាត់និងផ្ដល់ទីកន្លែងដែលសុវត្ថិភាពមានន័យថាយើងនឹងជួយគាត់ដើម្បីស្វែងរកនូវសុភមង្គលនៅក្នុងជីវិតរបស់គាត់តោះចាប់ផ្ដើមចិញ្ចឹមបីបាច់កូនបែបវិជ្ជមានទាំងអស់គ្នា